អ្នកឆ្លងពេលវេលាតែពិតជាមានមនុស្សអាចធ្វើដំណើរពីអតីតកាលឬអនាគតមកកាន់បច្ចុប្បន្នបានដែរឬទេសួស្តីប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំគ្នាស្វែងយល់អំពីប្រធានបទដ៏អាចកំបាំងមួយដែលតែងតែធ្វើឲ្យមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍ជាខ្លាំងនោះគឺរឿងរ៉ាវអំពីអ្នកឆ្លងពេលវេលាឬ Time Traveler អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមានរឿងរ៉ាវជាច្រើនត្រូវបានគេរាយការណ៍ថាមានមនុស្សមួយចំនួនបានអះអាងថាពួកគេបានធ្វើដំណើរឆ្លងកាត់ពេលវេលាមិនថាពីអតីតកាលមកបច្ចុប្បន្នឬពីអនាគតត្រឡប់មកវិញនោះទេរឿងទាំងនេះបានក្លាយជាប្រធានបទដ៏ល្បីល្បាញនៅលើអ៊ីនធឺណិតសៀវភៅនិងខ្សែភាពយន្តជាច្រើនមានករណីមួយចំនួនដែលតែងតែត្រូវបានលើកឡើងដូចជាមនុស្សដែលបង្ហាញខ្លួននៅក្នុងរូបថតចាស់ៗប៉ុន្តែស្លៀកពាក់ដូចជាមនុស្សសម័យទំនើបឬកាន់វត្ថុដែលមើលទៅដូចជាទូរស័ព្ទដៃអ្នកខ្លះជឿថានេះជាភស្តុតាងនៃការធ្វើដំណើរឆ្លងពេលវេលាខណៈអ្នកផ្សេងទៀតយល់ថាវាអាចជាការយល់ច្រឡំការកាត់តរូបភាពឬការបកស្រាយខុសប៉ុណ្ណោះក្រៅពីនេះក៏មានមនុស្សមួយចំនួនអះអាងថាពួកគេមកពីអនាគតហើយបានព្យាករណ៍អំពីព្រឹត្តិការណ៍ធំៗដែលនឹងកើតឡើងទោះជាយ៉ាងណានៅពេលពិនិត្យឡើងវិញការព្យាករណ៍ជាច្រើនមិនបានកើតឡើងដោយការអះអាងឡើយបើនិយាយពីវិទ្យាសាស្ត្រទ្រឹស្ដីទំនាក់ទំនងរបស់ Albert Einstein បានបង្ហាញថាពេលវេលាមិនមែនជាអ្វីដែលថេរនោះទេនៅក្រោមល្បឿនខ្ពស់ខ្លាំងឬនៅជិតវត្ថុដែលមានទំនាញខ្លាំងពេលវេលាអាចដំណើរខុសគ្នាបានបាតុភូតនេះត្រូវបានហៅថាការពន្យាពេលវេលាហើយវាត្រូវបានបញ្ជាក់តាមការពិសោធន៍វិទ្យាសាស្ត្រជាច្រើនប៉ុន្តែនេះមិនមានន័យថាមនុស្សអាចធ្វើដំណើរទៅអតីតកាលឬលោតទៅអនាគតតាមចិត្តបាននោះទេអ្នកវិទ្យាសាស្ត្រមួយចំនួនក៏បានសិក្សាពីគំនិតដូចជារន្ធដង្កូវដែលត្រូវបានសន្មតថាអាចភ្ជាប់ចំណុចពីរនៅក្នុងលំហនិងពេលវេលាទោះជាយ៉ាងណារហូតមកដល់សព្វថ្ងៃមិនទាន់មានភស្តុតាងជាក់ស្ដែងណាមួយដែលបង្ហាញថារន្ធដង្កូវអាចប្រើសម្រាប់ការធ្វើដំណើររបស់មនុស្សបានឡើយដូច្នេះរឿងរ៉ាវអំពីអ្នកឆ្លងពេលវេលានៅតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ដែលស្ថិតនៅចន្លោះរវាងវិទ្យាសាស្ត្រទ្រឹស្ដីនិងការសម័យករណីជាច្រើនដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមឬក្នុងវីដេអូផ្សេងៗមិនទាន់មានការបញ្ជាក់ថាជាការពិតដោយភស្តុតាងវិទ្យាសាស្ត្រនៅឡើយទេតើថ្ងៃណាមួយមនុស្សនឹងអាចធ្វើដំណើរឆ្លងពេលវេលាបានពិតមែនឬក៏វានឹងនៅតែជាអាចកំបាំងដ៏ធំបំផុតមួយរបស់មនុស្សជាតិចុះប្រិយមិត្តអ្នកទស្សនាវិញតើអ្នកជឿថាអ្នកឆ្លងពេលវេលាពិតជាមានមែនឬគ្រាន់តែជារឿងព្រេងនិងការស្រមើស្រមៃសូមចែករំលែកមតិរបស់អ្នកនៅក្នុងផ្នែកមតិយោបល់ហើយកុំភ្លេចតាមដានសម្រាប់ប្រធានបទអាត់កំបាំងថ្មីៗជាច្រើនទៀត